លោកនៅនាងជាទីមេត្រីគិតត្រឹមថ្ងៃទី15ខែធ្នូឆ្នាំ2025នេះឃើញថាមានរយៈពេល9ថ្ងៃទៅហើយដែលភាគីថៃបានធ្វើការឈ្លានពានយ៉ាងកក្លឿនចូលទឹកដីរបស់កម្ពុជាការឈ្លានពានរបស់ថៃនេះឃើញថាលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនរួមនឹងវត្តអារាមស្ពានខ្នល់ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានសល់ប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែននាក់ត្រូវបានជម្លៀសចាក់ចេញពីលំនៅឋានយ៉ាងតក់ក្រហល់ក្នុងនោះមានទាំងស្ត្រីចំណាស់ស្ត្រីពោពុះហើយនិងក្មេងតូចៗព្រមទាំងស្ត្រីកូនខ្ចីផងដែរប្រជាពលរដ្ឋបានបង្ហូរទឹកភ្នែកសោកសៅយ៉ាងខ្លាំងពួកគាត់មិនបានឃើញផ្ទះសម្បែងបន្ទាប់ពីពួកគាត់បានឮស្នូរសំឡេងគ្រាប់បានបន្លឺឡើងនៅលើក្បាលរបស់ពួកគាត់យ៉ាងណាក៏ដោយប្រជាពលរដ្ឋមានការបែបបន់ឲ្យប្រទេសទទួលបានសុខសន្តិភាពខណៈដែលថៃនៅតែបន្តឈ្លានពានយ៉ាងព្រៃផ្សៃគិតត្រឹមថ្ងៃទី15ខែធ្នូឆ្នាំ2025នេះចាប់តាំងពីពេលម៉ោង 4:30 នាទីទីភ្លឺរហូតមកទល់នឹងម៉ោងប្រមាណជា8ព្រឹកនេះឃើញថាស្នូរសំឡេងគ្រាប់បានបន្លឺឡើងប្រមាណជា50គ្រាប់ទៅហើយចូលក្រុងនិងជាយក្រុងសំរោងខេត្តឧត្តរមានជ័យគ្រាប់នេះបានបន្លឺឡើងដោយវាយបំបុកទិសប្រាសាទតាក្របីតាមាន់ថ្មដូនហើយនិងប្រាសាទខ្នាសម្រែករបស់ខ្មែរបានស្រែកឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីថៃបានឈ្លានពានបើទោះបីជាអាមេរិកបានដាក់កំហិតនិងប្រមានធ្ងន់ធ្ងរយ៉ាងណាក៏ដោយពិភពលោកកំពុងតែធ្វើការថ្កោលទោសភាគីថៃយ៉ាងខ្លាំងខណៈដែលថៃកំពុងតែស្រេកឃ្លានទឹកដីនិងប្រាសាទរបស់ខ្មែរក្រៅពីខេត្តឧត្តរមានជ័យឃើញថានៅក្នុងខេត្តបន្ទាយមានជ័យឯនោះវិញស្ថិតនៅក្នុងភូមិព្រៃច័ន្ទភូមិជោគជ័យហើយនិងច្រកបឹងតគួនស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យកម្ដៅនៅតែបន្តឡើងបន្ទាប់ពីភាគីថៃបានបន្តផ្លោងគ្រាប់ចូលខេត្តមួយនេះក្រៅពីខេត្តបន្ទាយមានជ័យនៅខេត្តពោធិ៍សាត់ឯនោះវិញឃើញថាកម្ដៅនៅតែបន្តឡើងបន្ទាប់ពីថៃបានបន្តឈ្លានពានបន្ទាប់ពីស្ពានដ៏វែងអន្លាយរបស់ចិនត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ក្រៅពីនោះនៅទិសខេត្តព្រះវិហារឯនោះវិញឃើញថាកម្ដៅក៏បានឡើងផងដែរបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលប៉ុន្មានម៉ោងខ្ញុំបាទសេរីតារាធ្វើសេចក្តីរាយការណ៍ចេញពីក្រុងសំរោងខេត្តឧត្តរមានជ័យMalo, malo. Không có dám.